ជំរាបសួរយើងបន្តមើលធ្នាក់មួយចំនួនទៀតដែលយើងនិយមប្រើប្រាស់ញឹកញាប់ដូចគ្នាដែរនៅទីនេះគឺខ្ញុំមានធ្នាក់4ដែលនិយាយសម្រាប់និយាយអំពីបង្ហាញអំពីកម្ពស់លើអូអំពីកម្ពស់ទី1គឺ sur មានថាខាងលើអូខេ assieds-toi sur le lit ចូលអ្នកឬក៏ចូលឯងអង្គុយលើគ្រែហ្នឹងទៅអង្គុយលើគ្រែបាទអញ្ចឹង sur គឺគេប្រើវាដើម្បីបង្ហាញអំពីទីតាំងមួយនៅលើទីតាំងមួយទៀតឧទាហរណ៍អង្គុយនៅលើគ្រែគឺអង្គុយជាប់នៅលើគ្រែតែម្ដងបាទដោយឡែកon odeur ឬក៏ on odeur វាបើសិនយើងអានភ្ជាប់Le chat a grimpé en haut de l'échelle មានថាសត្វឆ្មាបានឡើងទៅលើបាទទៅលើជណ្ដើរឬក៏អាចថាខាងលើហើយខាងចុងជណ្ដើរទៀតណាមានន័យអញ្ចឹងទី3គឺយើងមានពាក្យ au sommet de ក៏ប្រែមកថាខាងលើឬក៏កំពូលណាដែលយើងអាចនិយាយថាជាភាសាអង់គ្លេសថា on the top of at the top of ចឹងដូចតែគ្នាបានទេIl a planté un drapeau au sommet de la montagne មានថាគាត់បានដាំបង្គោលទង់ជ័យឬក៏បោះទង់ជ័យទង់ជាតិអីចឹងមួយទៅនៅលើកំពូលភ្នំបាទឧទាហរណ៍ថាមានអ្នកដែលគាត់ឡើងភ្នំទៅបាទលើភ្នំណាមួយដែលខ្ពស់ជាងគេចឹងទៅបន្ទាប់មកគាត់បាក់ដោតទង់ជាតិរបស់គាត់ដើម្បីបង្ហាញថាគេអត្តសញ្ញាណគាត់ឬក៏មោទនភាពជាតិគាត់ចឹងណាគាត់ដោតទង់ជាតិមួយនៅលើកំពូលភ្នំចឹងទៅមានន័យបែបនេះណា au sommet de ហើយពាក្យ sommet នោះទៀតសោតគឺគេប្រើដើម្បីបង្ហាញពីបាទបើសិនជាវត្ថុគឺវត្ថុធំបើសិនជាកម្មវិធីនោះក៏ធំដែរឧទាហរណ៍ថា le sommet d'Asian កិច្ចកម្ពុជាប្រជុំអាស៊ាននេះចឹងមកឬក៏ le sommet de la francophonie កិច្ចប្រជុំកម្ពុជាបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងចឹងមកបាទទី4គឺយើងមានពាក្យ au-dessus de ដែលបង្ហាញអំពីបាទធ្នាក់ដែរហើយបង្ហាញពីរបស់អ្វីមួយស្ថិតនៅលើរបស់អ្វីមួយទៀតប៉ុន្តែវាអត់ជាប់គ្នាទេឧទាហរណ៍ថា un tableau est accroché au-dessus de son lit ជឿថាមានរូបគំនូរមួយព្យួរនៅលើតុរបស់គាត់ប៉ុន្តែមិនមែនជាប់នៅតុទេអាចថាគម្លាតចេញពីតុអត់ជាប់តុទេណាបាទដូចយើងព្យួរអីមួយលើជញ្ជាំងអីចឹងគឺវាអត់ជាប់អីមួយនៅលើតុឬក៏ទូរទស្សន៍ឬក៏សាឡុងអីចឹងអត់ជាប់នេះទេបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំមានធ្នាក់4នេះបាទអរគុណ